Ngườiទាំងអស់គ្នាចេះតិចនិចមួយនេះអ្នកគ្នាអាចឡើងរ៉េងវា4ស្មើយ៉ាងងាយជាត្បូងអ្នកគ្នាត្រូវដាក់ skill នេះដាក់ប្រើ push Q នេះដាក់ក្នុងហ្នឹងហើយអ្នកគ្នាដាក់ skill រៀបតាមខ្ញុំហ្នឹងមកហើយអ្នកគ្នាដាក់ complete ដាក់ skill នេះផងដើម្បីបានអាភ្លើងហ្នឹងហើយអ្នកគ្នាជួបបាញ់ក្នុងហ្នឹងទៅបាទបាច់ខទេបាទបាញ់ឈឺខ្លាំងទេ2-1អីក៏កុំខ្លាចព្រោះយើងនៅក្នុង skill ហ្នឹងថាឡើងឈាមthôiថាបាញ់យើងអត់ចឹងអត់ទេអ្នកគ្នាមើលបានបាញ់អត់ចឹងអត់សុបាយលេងខ្លាំងទេយូរបាញ់យូរថាបាញ់ឈឺឲ្យឡើងឈាមសាហាវខ្លាំងទេទីកន្លែងនេះអីអ្នកគ្នាគ្រាន់តែដាក់ skill ហ្នឹងមកហើយអ្នកគ្នាគ្រាន់តែរត់ចូលក្នុងភ្លើងពឹក Q ហ្នឹងមកអ្នកគ្នាឈប់បាញ់គេ2-1អីស៊ី point អ្នកគ្នាកន្លែងនេះគឺថានៅបែបនោះគឺបាញ់យូរថាបាញ់ញាប់ខ្លាំងទេអ្នកគ្នាលយខ្លាំងទេបាញ់ស៊ី point តែម្ដងបើឈប់បាញ់មួយស្មើមួយយើងគឺបាញ់ឈ្នះយើងទេតែគ្នានៅក្នុងអារង្វង់ពើ Q ហ្នឹងអត់គ្នានេះបីក្បាលមួយតែម្ដងអ្នកគ្នាកុំចាំយូរបាទនេះអាចយក skill នេះទៅកតិចនិចមួយនេះអាចតេស្តមើលលេងបានថាអែមខ្លាំងមែនថាដូចជាកន្លែងនេះពេលយើងថា enemy 2នាក់ស្លន់ពីថាដកក្រសាប់បាញ់